ในบานมีพิพาหานของการใจใจในที่บรรทอนะเอาไว้ได้เปรียบเทียบจ้ะตรงบานเฟื้อในขนมชื่อบริบทกอดบานพลางปลายกอดปีตั้งเปียตอนเชื้อหายบานตัวเชื้อเลยอ่องไปสุกริมาพายมวยชนะหมุนชนะไข่ตีปรำไข่ปรำชนะปีปอนปรำในหมดสมดโดยขี้เนี่ยยังกระทาเลยครูจนเท่าในจำខ្ញុំទទួលពិធីជាមួយទឹកនៅទីក្រុងកំពង់សោមដូចគ្នានេះមិនមែនជារឿងចៃដន្យហើយខ្ញុំគិតថាព្រះអង្គទ្រង់មានផែនការ20ឆ្នាំក្រោយមកខ្ញុំអត់នឹកស្មានថានៅថ្ងៃនេះមានម្នាក់ផ្សេងទៀតឈរចែកចាយទីបន្ទាល់គាត់ស្តៀងខ្ញុំមើលទៅស្តៀងនឹងអ្វីដែលកើតឡើងអ្វីដែលជាខ្ញុំពីការនិយាយភ័យមែនតើញ័រដៃញ័រជើងចង់លិចនោមតិចអីតិចប៉ុន្តែអរគុណព្រះអង្គតែនៅថ្ងៃនេះខ្ញុំមើលឃើញមានម្នាក់ផ្សេងទៀតមកឈរនិយាយទីបន្ទាល់នៅមាត់សមុទ្រដូចតែ21ឆ្នាំមុនគឺខ្ញុំចែកចាយទីបន្ទាល់យ៉ាងដូចនោះដែរព្រះអង្គទ្រង់ល្អហើយព្រះអង្គទ្រង់ស្មោះត្រង់ជាដំបូងហើយខ្ញុំក៏គិតឃើញខ្ញុំឃើញថាមានបងប្អូនថ្មីមួយចំនួនដែលបានចូលរួមជាមួយនឹងពួកយើងហើយក៏ចង់ស្វាគមន៍ដល់ពួកគាត់ដែរដោយសារពួកគាត់ទើបតែចូលរួមថ្មីជាមួយនឹងពួកយើងហើយខ្ញុំគិតថាដូចជាចង់ស្វាគមន៍ទៅដល់ឪពុកម្ដាយសយ័នដែលបានចូលរួមជាមួយនឹងពួកយើងដែរហើយបាទសូមស្វាគមន៍ដល់ពួកគាត់ហើយក៏ដូចជាម្ដាយរបស់ដាលីនដែរដែលបានចូលរួមជាមួយនឹងពួកយើងនៅថ្ងៃនេះបានសូមស្វាគមន៍មែនតើទៅសម្រាប់ពុកម្ដាយសយ័នខ្ញុំធ្លាប់ទៅលេងផ្ទះគាត់អត់ចាំខ្ញុំទេប៉ុន្តែខ្ញុំនៅស្តៀងមុខគាត់ជាពិសេសម្ដាយរបស់គាត់គឺមុខដូចជាកូនស្រីរបស់គាត់បងសំនៀងហើយអរគុណព្រះអង្គហើយអរគុណដល់ពួកគាត់ដែលបានមានឱកាសដើម្បីនឹងចូលរួមថ្វាយបង្គំព្រះអង្គហើយស្ដាប់ពួកយើងនៅថ្ងៃនេះដែរអរគុណព្រះអង្គហើយយើងដឹងហើយថាប្រធានបទនៃដំណើរកំសាន្តរបស់ពួកជំនុំរបស់យើងនៅឆ្នាំ2026នេះតែមានចំណងជើងថាម៉េចចាំទេបងមើលចាំអត់បានសង្គ្រោះយ៉ាងហោចណាស់បានចាំតែចំណងជើងស្នូលនៃដំណើរកំសាន្តហ្នឹងខ្ញុំគិតថាអ្នករៀបចំសប្បាយចិត្តអស់ចិត្តហើយតោះយើងរំលឹកជាមួយគ្នាថាម៉េចបានសង្គ្រោះដើម្បីនឹងចែករំលែកបានសង្គ្រោះដើម្បីនឹងចែករំលែកកាលពីម្សិលមិញពេលល្ងាចខ្ញុំបាននិយាយតាក់ទងទៅនឹងការបានសង្គ្រោះសម្រាប់យើងជាគ្រីស្ទបរិស័ទយើងដឹងហើយថាយើងបានសង្គ្រោះឲ្យចេញមកពីអ្វីមនុស្សគ្រប់គ្នាមានបាបលទ្ធផលនៃបាបគឺនាំទៅរកសេចក្តីស្លាប់គ្រប់គ្នាព្រះគម្ពីរបានប្រាប់ថាគ្រប់គ្នាមានបាបហើយអំពើបាបនឹងឯងជាលទ្ធផលនឹងនាំទៅរកសេចក្តីស្លាប់ប៉ុន្តែព្រះជាម្ចាស់ទ្រង់ស្រឡាញ់ដល់មនុស្សលោកដែលព្រះអង្គបានបង្កើតហើយព្រះអង្គអត់សពហត្ថីចង់ឲ្យមនុស្សបានធ្លាក់ទៅក្នុងសេចក្តីហិនវិនាសនោះទេតែជាកន្លែងដ៏វេទនាជារៀងរហូតតទៅព្រះអង្គមានផែនការក្នុងការសង្គ្រោះដល់មនុស្សលោកតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទដែលយើងបានរៀនកាលពីម្សិលមិញដែរនោះឯងដែលយើងនិយាយអំពីថាបានសង្គ្រោះភាគច្រើនជាអ្នកជឿយើងដឹងហើយថាយើងបានសង្គ្រោះហើយប៉ុន្តែមុនពេលនឹងឆ្លងចូលទៅដល់ប្រធានបទសម្រាប់ថ្ងៃនេះសម្រាប់បងប្អូនដែលអត់ទាន់មានឱកាសដើម្បីនឹងទទួលជឿព្រះអង្គនៅឡើយខ្ញុំនៅតែទទូចថាថ្ងៃនេះគឺជាថ្ងៃដែលបងប្អូនអាចធ្វើការសម្រេចចិត្តក្នុងការដាក់ជំនឿជឿលើអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់គឺជាផ្លូវជាសេចក្តីពិតហើយជាជីវិតហើយគ្មាននរណាទៅឯព្រះវរបិតាគ្មាននរណាដែលអាចទៅនគរឋានសួគ៌ក្រៅអំពីអង្គព្រះយេស៊ូវគ្រីស្ទនោះទេថ្ងៃនេះគឺជាថ្ងៃដែលបងប្អូនអាចធ្វើការសម្រេចចិត្តត្បិតវាសំខាន់អ្វីដែលខ្ញុំនិយាយ
បន្ទាប់ទៅទៀតនេះប្រសិនបើយើងអត់ទទួលបាននូវសេចក្តីសង្គ្រោះរបស់ផងព្រះអង្គទេអ្វីដែលខ្ញុំនិយាយបន្ទាប់ពីនេះគឺมันអាចទៅរួចទេបើយើងនិយាយថាបានសង្គ្រោះដើម្បីនឹងចែករំលែកដូច្នេះប្រសិនបើយើងអត់បានសង្គ្រោះថាតើយើងនឹងចែករំលែកអ្វីបើយើងមិនអាចធ្វើនៅឃ្លាបន្ទាប់នោះបានទេប្រសិនបើឃ្លាទី1យើងអត់ទាន់បានសម្រេចដូច្នេះខណៈពេលបច្ចុប្បន្នឥឡូវនេះខណៈពេលដែលបងប្អូនបានឮម្ដងហើយម្ដងទៀតអំពីដំណឹងល្អនៃអង្គព្រះយេស៊ូវគ្រីស្ទសូមឲ្យបងប្អូនបានធ្វើការសម្រេចចិត្តហើយពិចារណាប្រសិនបើបងប្អូនទទួលស្គាល់ថាបងប្អូនពិតជាមានបាបថាខ្ញុំដឹងថាខ្ញុំត្រូវការសេចក្តីសង្គ្រោះអំពីព្រះសូមបងប្អូនបានធ្វើការសម្រេចចិត្តនៅថ្ងៃនេះសូមបងប្អូនបានសម្រេចចិត្តអធិដ្ឋានជាមួយខ្ញុំមុនពេលដែលយើងនិយាយតទៅទៀតភាសាគ្នាអរគុណដែលព្រះអង្គទ្រង់គឺជាព្រះអធិការជាព្រះដែលបង្កើតនៅអ្វីៗទាំងអស់អរគុណព្រះអង្គសម្រាប់សោភ័ណភាពនៃរបស់ដែលព្រះអង្គបានបង្កើតនៅពេលដែលយើងខ្ញុំបានមើលឃើញពីទឹកសមុទ្រមើលឃើញអំពីពន្លឺព្រះអាទិត្យមើលឃើញអំពីទេសភាពនៅត្រង់នេះធ្វើឲ្យយើងខ្ញុំបាននឹកឃើញថាអ្វីៗទាំងអស់នេះគឺមិនមែនជាការកើតឡើងដោយចៃដន្យនោះទេគឺមានអ្នកដែលបង្កើតបិទព្រះអង្គព្រះដែលយើងខ្ញុំជឿគឺជាព្រះដែលបង្កើតនៅអ្វីៗទាំងអស់នេះអរគុណដែលព្រះអង្គទ្រង់ជាព្រះដែលស្រឡាញ់យើងខ្ញុំដែលព្រះអង្គមិនសពហត្ថីឲ្យយើងខ្ញុំណាម្នាក់ធ្លាក់ទៅក្នុងសេចក្តីហិនវិនិច្ឆ័យឡើយព្រះអង្គស្រឡាញ់យើងខ្ញុំព្រះអង្គស្ដារយើងខ្ញុំឡើងវិញតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គផ្ដល់ព្រះគុណរបស់ផងព្រះអង្គសម្រាប់យើងខ្ញុំដោយទទេដែលឥតគិតថ្លៃតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទដែលបានសុគតជំនួសយើងខ្ញុំដែលយើងខ្ញុំទេសមនឹងទទួលនៅសេចក្តីស្លាប់នោះដោយព្រោះតែអំពើបាបរបស់យើងខ្ញុំម្នាក់ៗព្រះអង្គម្ចាស់ហើយនៅថ្ងៃនេះដែលយើងខ្ញុំមានឱកាសដើម្បីនឹងចូលមកជួបជុំគ្នាប្រកបគ្នាបង្កើតមិត្តភាពជាមួយគ្នាក៏ដូចជារៀននៅព្រះបន្ទូលរបស់ផងព្រះអង្គសរសើរដំកើងព្រះអង្គជាមួយគ្នាព្រះម្ចាស់ឲ្យសូមឲ្យអ្វីដែលយើងខ្ញុំបានធ្វើជាទីគប់ហត្ថីព្រះអង្គហើយសម្រាប់បងប្អូនយើងខ្ញុំនៅទីនេះដែលមិនទាន់ជឿព្រះអង្គនៅឡើយដែលកំពុងតែពិចារណាអំពីសេចក្តីសង្គ្រោះរបស់ពួកគេសូមព្រះវិញ្ញាណបរិសុទ្ធរបស់ផងព្រះអង្គបានធ្វើការនៅក្នុងចិត្តពួកគាត់ដើម្បីឲ្យគាត់បានមើលឃើញអំពីសេចក្តីពិតនៃដំណឹងល្អរបស់ផងព្រះអង្គឲ្យមើលឃើញអំពីអំពើបាបរបស់ខ្លួនដែលត្រូវការមានអ្នកដែលជួយសង្គ្រោះព្រះម្ចាស់សូមជួយដល់ទូតបង្គំដែរនៅពេលដែលចែកចាយនៅព្រះបន្ទូលរបស់ផងព្រះអង្គដើម្បីឲ្យកូនបាននិយាយនៅអ្វីដែលជាសេចក្តីពិតរបស់ផងព្រះអង្គគុណអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែនអាមែនបានសង្គ្រោះដើម្បីនឹងចែករំលែកការពិព្រឹកមិញលោកគ្រូឈិនហូបានចែកចាយអំពីការមួយដែលតាក់ទងទៅនឹងការសង្គ្រោះបានសង្គ្រោះហើយគឺសម្រាប់អីគេអត់ឆ្លើយលោកគ្រូអន់ចិត្តឡើយបានសង្គ្រោះដើម្បីនឹងបង្កើតផលផ្លែបាទអីទៀតបានសង្គ្រោះដើម្បីនឹងធ្វើការល្អបានសង្គ្រោះដើម្បីនឹងធ្វើការល្អដោយដែលលោកគ្រូបានលើកឡើងអញ្ចឹងថាយើងអត់អាចធ្វើការល្អបានទេប្រសិនបើយើងអត់បានសង្គ្រោះជាមុនប៉ុន្តែសំណួរសួរថាស្អីទៅជាការល្អព្រះអង្គបានសង្គ្រោះយើងសម្រាប់គោលបំណងមួយហើយគោលបំណងនោះគឺសម្រាប់ការងារកិច្ចការដែលល្អប្រសិនបើយើងអាននៅព្រះគម្ពីរផ្សេងទៀតបានប្រាប់ថាឲ្យយើងបានកើតជាថ្មីហើយយើងដែលបានទទួលជឿព្រះអង្គហើយបានសង្គ្រោះហើយឲ្យយើងធ្វើការល្អដើម្បីឲ្យការល្អដែលយើងធ្វើនេះ
ជាទីកោតសរសើរទៅដល់ព្រះតែអ្នកដទៃទៀតមើលឃើញការល្អនៅខ្លួនយើងហើយគេថ្វាយស្រីល្អទៅចំពោះព្រះនៅថ្ងៃនេះខ្ញុំចង់ចែករំលែកនៅការល្អមួយដែលខ្ញុំគិតថាមានការល្អជាច្រើនដែលគ្រីស្ទបរិស័ទគួរតែធ្វើហើយគួរតែបង្ហាញនៅក្នុងជីវិតរបស់យើងដោយដែលលោកគ្រូចិនហូបានលើកឡើងអំពីផលផ្លែខាងឯព្រះវិញ្ញាណយើងដឹងហើយថានោះគឺជាអ្វីមួយដែលគ្រីស្ទបរិស័ទគួរតែបន្តរីកចម្រើនលូតលាស់ដោយដែលលោកគ្រូបានលើកឡើងអញ្ចឹងថាមានអ្នកខ្លះមានឃើញមានផលផ្លែនោះនៅក្នុងជីវិតប៉ុន្តែអ្នកខ្លះមានតិចអ្នកខ្លះមានច្រើនហើយឲ្យយើងបានបន្តរីកចម្រើនកាន់តែច្រើនឡើងតាក់ទងទៅនឹងសេចក្តីស្រឡាញ់សេចក្តីសប្បុរសសេចក្តីស្លូតបូតអីទាំងអស់នោះជាផលផ្លែបន្ទាប់ពីពួកគេបានទទួលជឿព្រះអង្គប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់ចែកចាយនៅអ្វីដែលជាការល្អហើយខ្ញុំគិតថានេះគឺជាការល្អជាងគេមួយនៅក្នុងចំណោមការល្អផ្សេងទៀតតែស្អីទៅជាការល្អនោះសូមបងប្អូនបានបើកទៅព្រះគម្ពីរកូរិនថូសប្រសិនបើបងប្អូនមានកូនសភៅនេះអាចមើលនៅក្នុងទំព័រទី1កូនសភៅរបស់យើងនៅទំព័រទី1ព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ17ដល់10ដល់20ខ្ញុំនឹងអានជូននៅខគម្ពីរនេះប៉ុន្តែខ្ញុំនឹងមិនលម្អិតទាំងអស់នោះទេដោយសារតែពេលវេលាយើងមានការកម្មវិធីផ្សេងទៀតបន្ទាប់ពីនេះទៅទៀត2កូរិនថូសចំពុក5ខ17ដល់ខ20សូមបងប្អូនផ្ទៀងជាមួយនឹងខ្ញុំបានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញគ្រប់ទាំងអស់ក៏មកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរគឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនឹងព្រះអង្គទ្រង់ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកយើងខ្ញុំដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះអ្វីមួយដែលខ្ញុំចង់ឲ្យបងប្អូនកត់សម្គាល់គឺនៅក្នុងខ18គឺជាកិច្ចការល្អមួយដែលជាកិច្ចការដែលព្រះអង្គបានប្រទានឲ្យអ្នកជឿគ្រប់រូបមានចំណែកដែលខ្ញុំរាប់ថានេះគឺជាកិច្ចការល្អមែនទែនសម្រាប់យើងជាគ្រីស្ទបរិស័ទនៅក្នុងខ18បានប្រាប់យ៉ាងដូចម្ដេចនៅក្នុងខ18គ្រប់ទាំងអស់ក៏មកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរព្រះទ្រង់ប្រទានការងារផ្សះផ្សានោះមកយើងដែរក្នុងចំណោមការល្អផ្សេងដែលខ្ញុំគិតថានេះគឺជាការងារដែលល្អបំផុតដែលព្រះអង្គបានប្រទានឲ្យយើងដែលជាអ្នកជឿបន្តធ្វើតទៅទៀតពេលដែលយើងទទួលជឿព្រះអង្គមិនទាន់គ្រប់គ្រាន់នៅឡើយទេពេលដែលយើងបានសេចក្តីសង្គ្រោះហើយមិនទាន់គ្រប់គ្រាន់នៅឡើយទេយើងដឹងហើយថាយើងមានកិច្ចការដែលត្រូវធ្វើគឺកិច្ចការងារនៃការផ្សះផ្សាមានន័យថាម៉េចកិច្ចការងារផ្សះផ្សាយើងបាននិយាយគ្នាច្រើនហើយថាព្រះទ្រង់បរិសុទ្ធព្រះអង្គបានបង្កើតមនុស្សមកអ្វីល្អប៉ុន្តែដោយសារតែអំពើបាបបានចូលមកធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងព្រះដ៏បរិសុទ្ធត្រូវបានកាត់ផ្តាច់ប
ប៉ុន្តែដោយសារតែប្រគុណរបស់ផងព្រះអង្គបានចាប់ដើមដោយព្រះអង្គបានចាត់នៅព្រះរាជបុត្រារបស់ផងព្រះអង្គឲ្យយាងមករស់នៅជាមនុស្សគ្មានបាបសោះព្រះអង្គបានសុគតនៅលើឈើឆ្កាងជំនួសយើងដើម្បីអស់អ្នកណាដែលជឿលើអង្គព្រះយេស៊ូវគ្រីស្ទយើងមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ឡើងវិញនោះគឺជាគំរូដែលព្រះជាម្ចាស់ទ្រង់ធ្វើសម្រាប់យើងអញ្ចឹងហើយបានជាយើងថានៅពេលដែលយើងមានទំនាក់ទំនងជាមួយនឹងព្រះយើងបានស្ដារនៅទំនាក់ទំនងមានការផ្សះផ្សាជាមួយនឹងព្រះអង្គហើយយើងបានសង្គ្រោះហើយអញ្ចឹងនៅក្នុងព្រះគម្ពីរមានភាសាជាច្រើនដែលអាចមានអត្ថន័យជាមួយនឹងគ្នានឹងឯងយើងបានផ្សះផ្សាជាមួយនឹងព្រះយើងបានសង្គ្រោះរួចចេញពីអំពើបាបហើយដោយសារតែយើងមានសង្គ្រោះរួចចេញពីអំពើបាបនឹងហើយយើងព្រះអង្គបានរាប់យើងជាសុចរិតហើយដោយសារតែព្រះអង្គបានរាប់យើងជាសុចរិតនឹងឯងយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះឡើងវិញយើងអាចចូលទៅចំពោះប្រវត្តិមានរបស់ផងព្រះអង្គបានប៉ុន្តែនៅពេលដែលយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គហើយយើងបានផ្សះផ្សាជាមួយនឹងព្រះអង្គហើយមិនចប់ប៉ុណ្ណឹងទេព្រះអង្គសពហត្ថីឲ្យយើងបានមានចំណែកនៅក្នុងបេសកកម្មរបស់ផងព្រះអង្គគឺនាំអ្នកឯទៀតត្រឡប់ទៅរកព្រះអង្គវិញនាំអ្នកឯទៀតឲ្យត្រឡប់ទៅរកព្រះអង្គវិញគឺជាកិច្ចការងារនៃការផ្សះផ្សានោះឯងនេះដឹងថាមនុស្សជាច្រើនដែលមិនទាន់ជឿព្រះអង្គនៅឡើយគឺពួកគេបានរស់នៅក្នុងជីវិតមួយដែលជាខ្មាំងសត្រូវជាមួយនឹងព្រះជាម្ចាស់ព្រះគម្ពីរបានប្រាប់យើងយ៉ាងដូចនោះពួកគេអត់អាចមានទំនាក់ទំនងជាមួយនឹងព្រះដែលបង្កើតពួកគេនោះទេនោះគឺជាកិច្ចការដែលព្រះអង្គសពហត្ថីឲ្យយើងធ្វើយើងមានកិច្ចការងារដែលត្រូវបំពេញគឺគ្រប់គ្នាមិនមែនសម្រាប់តែគ្រូពង្វាលមិនមែនសម្រាប់តែអ្នកដែលធ្វើការពេញពេលនៅក្នុងដំណឹងល្អប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់អ្នកជឿព្រះអង្គគ្រប់គ្នាដែលនៅទីនេះអ្នកដែលជឿគឺសុទ្ធតែទទួលនៅកិច្ចការនៃការផ្សះផ្សាហ្នឹងការងារហ្នឹងឯងគឺជាបេសកកម្មនៃការនាំអ្នកឯទៀតដើម្បីឲ្យគេបានផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់ខ្ញុំគិតថានោះគឺជាគំរូឧទាហរណ៍មួយជីវ៉ាគាត់បានទទួលជឿលើអង្គព្រះយេស៊ូវគ្រីស្ទនៅពេលដែលជីវ៉ាបានទទួលជឿព្រះអង្គគឺគាត់បានផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់ហើយនៅពេលដែលគាត់បានផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់មានទំនាក់ទំនងជាមួយនឹងព្រះគាត់បានទទួលនូវសេចក្តីល្អពីព្រះអង្គមានបទពិសោធន៍ពីសេចក្តីល្អរបស់ព្រះអង្គក៏អត់ទុកសម្រាប់ខ្លួនគាត់នោះទេគាត់បានចែករំលែកទៅនៃទៀតហើយដោយព្រោះតែជីវ៉ាមានបទពិសោធន៍ជាមួយនឹងព្រះឃើញសេចក្តីល្អរបស់ព្រះអង្គទទួលនូវសេចក្តីសង្គ្រោះរបស់ព្រះអង្គហើយអត់ចង់ឲ្យអ្នកដទៃទៀតបានត្រូវវិនាសនោះទេអញ្ចឹងហើយគាត់ក៏នាំនៃជាក្មួយរបស់គាត់រកគ្រប់ទាំងវិធីអធិដ្ឋានជាមួយនឹងគាត់នាំគាត់ទៅស្គាល់អ្នកជឿដទៃទៀតដើម្បីឲ្យគាត់អាចទទួលជឿព្រះអង្គតើនោះមិនមែនជាការងារដ៏ល្អបំផុតទេឬអីនៅពេលដែលនរណាម្នាក់បានទទួលជឿព្រះអង្គបានសង្គ្រោះរួចចេញពីអំពើបាបដែលនឹងត្រូវវិនាសជារៀងរហូតតើនោះមិនមែនជាកិច្ចការល្អទេឬអីមនុស្សជាច្រើនកំពុងតែរស់នៅក្នុងភាពងងឹតដាច់ចេញអំពីព្រះដែលបង្កើតហើយព្រះអង្គសពហត្ថីឲ្យយើងម្នាក់ដែលជាអ្នកដែលបានទទួលនៅសេចក្តីសង្គ្រោះព្រះអង្គហើយមិនមែនទុកសម្រាប់ខ្លួនឯងប៉ុន្តែគឺដើម្បីនឹងចែករំលែកទៅអ្នកឯទៀតកាលពីឆ្នាំ2006មនុស្សជាច្រើននៅទីនេះខ្ញុំអត់ដឹងថាបងប្អូននៅចាំឬក៏អត់ទេឆ្នាំ2006មានប្រមាណអ្នកដែលនៅក្នុងពួកជំនុំឆលំភ្នំពេញកាលឆ្នាំ2006ជាយុវជននៅឡើយបាទមានហើយខ្ញុំអត់ដឹងថាលេយ៉ានៅទីនេះខ្ញុំគិតថាប្រហែលជាគាត់ចាំសៃយ័ននៅទីនេះដែរប៉ុន្តែគាត់អត់នៅទេនៅខាងណានោះទេបាទមានសៃយ័នមានគ្រូភ័ក្រមានគ្រួសាររបស់គាត់នៅពេលនោះយើងមាន
កម្មវិធីបោះជំរំនៅទីក្រុងកំពង់សោមដែរប៉ុន្តែនៅខាងនោះចាំមកដឹងថានៅចាំប្រធានបទនោះដែរឬក៏អត់ទេហើយប្រធានបទនោះឯងតាមរយៈការបោះជំរំនោះឯងគឺជាពេលវេលាមួយដែលព្រះអង្គបានប៉ះពាល់ចិត្តខ្ញុំហើយធ្វើឲ្យដួងចិត្តរបស់ខ្ញុំចង់មានចំណែកនៅក្នុងបេសកកម្មរបស់ព្រះជាម្ចាស់ចំណងជើងខ្ញុំនៅចាំអំពីចំណងជើងប្រធានបទនៃការបោះជំរំយុវជននៅឆ្នាំ2006នោះគឺនិយាយអំពីមានអ្នកនៅចាំឯអ្នកដែលចូលរួមអំពីចម្រោតអ្នកច្រូតថ្វាយព្រះតាមអ្វីដែលខ្ញុំចាំគឺថាលោកគ្រូអធិប្បាយបានប្រាប់ថាចម្រោតធំណាស់ប៉ុន្តែមានអ្នកច្រូតតិចទេចម្រោតធំប៉ុន្តែអ្នកច្រូតមានតិចឲ្យយើងបានអធិដ្ឋានឲ្យមានអ្នកច្រូតបន្ថែមទៀតនៅក្នុងទីចម្រោតរបស់ព្រះជាម្ចាស់ហើយតាមរយៈការបោះជំរំនោះឯងតាមរយៈព្រះបន្ទូលរបស់ផងព្រះអង្គហាក់ដូចជាមេរៀនដែលយើងរៀនជាមួយគ្នានេះហាក់ដូចជាប៉ះពាល់ចិត្តខ្ញុំថាពិតប្រាកដនៅក្នុងស្រុកខ្មែរមានអ្នកដែលបម្រើនៅក្នុងកិច្ចការងារនៃការផ្សះផ្សាហ្នឹងគឺមានតិចមែនតើប៉ុន្តែអ្នកដែលមិនទាន់ជឿគឺនៅមានច្រើនបើសិនបើយើងមើលនៅក្នុងស្ថិតិប្រហែលជា 1% ឬក៏តិចជាង 1% នៃចំនួនប្រជាជនកម្ពុជាទាំងមូលតាមមានអីខុសដែរតាមមានអ្វីខុសគឺដោយព្រោះតែអ្នកដែលបានទទួលជឿព្រះអង្គហើយគឺគាត់អត់បានចែករំលែកនៅអ្វីដែលគាត់មានបទពិសោធន៍អំពីព្រះជាម្ចាស់នោះទៅអ្នកដទៃទៀតដូច្នេះហើយនៅថ្ងៃនេះខ្ញុំចង់បបួលបងប្អូនឲ្យបងប្អូនបានមើលឃើញអំពីកិច្ចការនៃការផ្សះផ្សានោះគឺជាកិច្ចការរបស់យើងទាំងអស់គ្នាមិនមែនជាកិច្ចការរបស់គ្រាន់តែគ្រូគង្វាលគ្រាន់តែអ្នកបម្រើការងារពេញពេលប៉ុន្តែគឺជាកិច្ចការដែលគ្រប់គ្នាដែលបានទទួលជឿព្រះអង្គហើយដែលអាចធ្វើទៅចំពោះអ្នកផ្សេងទៀតហើយជាបងប្អូនគិតថាអូខ្ញុំអត់សូវចេះព្រះគម្ពីរអូខ្ញុំទើបតែជឿអូខ្ញុំអត់មានភាពក្លាហានវាមានហេតុផលជាច្រើនក្នុងការមិនចែករំលែកប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់រំលឹកបងប្អូនជំរុញបងប្អូនដាស់តឿនបងប្អូនថាព្រះអង្គសង្គ្រោះយើងគឺដើម្បីឲ្យយើងបានធ្វើនៅកិច្ចការល្អធ្វើកិច្ចការនៃការផ្សះផ្សានោះគឺនាំដំណឹងល្អនៃការផ្សះផ្សាទៅដល់អ្នកដទៃទៀតសារដ៏សាមញ្ញដែលយើងគួរតែអាចនិយាយប្រាប់ទៅអ្នកដទៃចំណុចចាប់ផ្ដើមគឺនិយាយពីទីបន្ទាល់ដោយតែនេញបាននិយាយថាពីមុនខ្ញុំជាអ្នកដែលខ្លាចខ្មោចជាអ្នកដែលចូលចិត្តញ៉ាំស្រាជាអ្នកដែលមានអំនួតអីចឹងទៅតើព្រះអង្គបានមកផ្លាស់បំប្រែជីវិតយើងយ៉ាងដូចម្ដេចណានាំយើងចែករំលែកបទពិសោធន៍នៃសេចក្តីសង្គ្រោះដល់យើងហើយធ្វើឲ្យយើងបានទទួលជឿព្រះអង្គហើយយើងអាចចែករំលែកទៅដល់អ្នកដែលនៅជុំវិញយើងចែកចាយអំពីព្រះយើងចែកចាយអំពីអំពើបាបរបស់មនុស្សតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទយើងមានបាបហើយយើងត្រូវការសេចក្តីសង្គ្រោះមនុស្សត្រូវការការស្ដារត្រឡប់ទៅព្រះជាម្ចាស់ឡើងវិញយើងអាចនិយាយសាមញ្ញហើយនោះឯងគឺជាកិច្ចការនៃការផ្សះផ្សាទៅចំពោះតែជាបងប្អូនមួយចំនួនដែលក្មេងៗយុវជនជំទង់គាត់គិតថាអូខ្ញុំនៅក្មេងខ្ញុំមិនដឹងត្រូវនិយាយអីប៉ុន្តែនេះគឺជាអ្វីមួយដែលគ្រប់គ្នាគឺអាចធ្វើបានខ្ញុំជឿថាសូម្បីតែជំទង់យុវជនគឺនៅតែអាចធ្វើបានកុំឲ្យយើងគិតថាយើងអត់អាចធ្វើបានខ្ញុំចង់ឲ្យបងប្អូនពេលដែលត្រឡប់ចេញអំពីការដំណើរកំសាន្តនេះគិតតែអធិដ្ឋានសម្រាប់មនុស្សម្នាក់ពេលត្រឡប់ទៅវិញប្រហែលជា
มัดรวมถนัดระบายเยงไปจะมีนะครับเอาตอนเชื่อพระองค์น่ะล่ะตอนนั้นก็พระองค์น่ะล่ะไปให้เชียในขนมพุ่มระบายเยงมีบองพระองค์ด้วยกันเนี่ยในจิตกระบายคางเยงเอาตอนเชื่อพระองค์น่ะล่ะจังไอ้บองพระองค์มันจับประดามเกิดหอยอธิษฐานสำหรับกอดเขียนหมดนั่นหน้ามันเนี่ยมันจะมาชราเนี่ยยังจับดามไปหมดเนี่ยในจิตเยงแต่ยังกระเท้ายังอาเมนเปรไปยังถือกาเนี่ยในถือกาจะมวยเยงให้ในเป้ได้ยังอธิษฐานสำหรับกอดเราอากาศดำไปในเย่ในการกอดยำกาแฟยำแต่ตามเอาไว้ได้ยังมีระดับเพียบไปด้วยก็แต่ตามเอาไว้ได้ยังกระทาที่จำนองจำนวนจัดได้ยังจุดจุ่มจุ่มไว้ในกอดประกาศตั้งเนี่ยตั้งนอใจสดับอัมพีชีวิตระบกอดไปคลากอดตัวจัดในเย่ยังเอาก่อนในเย่ดาวเป้มวยได้ยังอันในเย่ยังที่บรรทอนในชีวิตระบกเย่พระองค์มันสังครูเยงนำไปเยงมันใจมันเลยการใจลำเละแต่สำคัญคือดำนั่งละออในการสักษาโนไอมนุษย์ตระการลือดำนั่งละอพวกเกตระการแสดงสังครูอัมพีเปรชิมจันกิจการนี่คือจิตกิจการได้พระคัมภีร์บรรรอบทาเชียกิจการดอกผู้จิการเงียดอกผู้มวยพระคัมภีร์บรรห้าถ้ากิจการนี่มันห้าเนี่ยได้ผมร่าในการเงียนี่คือทาเชียในทางคอมาเผยทาเชียเก็บยื่นกรุ๊ปขี้เหนียคือเกียรตูดระบบกองปลาเกียรตูดดำนางแบบเกร็ดจะพร้อมสังครูยื่นเอายื่นถ้วยเกียรตูดดำนางระบบกองปลาดำไปในเยี่ยมปีนักก็บอกทองปลอมยิ่งดังให้ตาตูดเนี่ยแหละช่วยตูดในทางประเทศนามวยคือดำหน้าเอาประเทศนู้นนำไปในเย่กางเงียมวยจุ่มหนุนแต่ดำหน้าเอาประเทศหน่วยเคยได้ยื่นตูดระบบประเทศยื่นนั่งทับยื่นมันการจะทำไมหายยื่นเจตนาประวัติทำไมได้ประองมันการยื่นจะทำไมหายยื่นมีนาตสัญญาณทำไมหายยื่นคือเจตูดระบบประเทศตายื่นหนึ่งรู้เนอเจตูดระบบประเทศอย่างเดิมไม่ได้ยังจิตตุระบบประคริยังนี่เย่อัมพีนกระบบประคริยังนี่เย่อัมพีกิจการให้นักการสงครูระบบประคริโดยเฉพาะนี่คือจีเปเบลียมวยได้ขยำจังบอกบูลอารมณ์เนี่ยบองพระองค์ในยุคนี้จับตามพิยุคนี้เตอไอ้บองพระองค์มันเกิดพิจารณาอัมพีเอาไว้ได้ยังมันเรียนบ้านอัมพีแสดงสงครูได้พระองค์ตรงเฟื่อในขนมชีวิตระบายเยอะในเพื่อได้ยังมีปอกพิซาวในประกุนระบาดทองพระองค์หายยังสกอร์ประครีหายยังสกอร์สกรีละอ้อระบาดทองพระองค์หายพระองค์สับหาเตยยังใจดำเนินจมูกหนึ่งเนี่ยได้ตีให้ไปสกัดกันแต่พระองค์ประดาเอาได้ยังคือกิจการในการสับสาเราเวียงเนี่ยได้มันตอนเชื้อออยบานมีตำแหน่งนองจมูกหนึ่งแกเชื่อมันจะมีเยอะให้จำเชื่อท่าพระองค์หนึ่งพระกำลังพิคลาหานดอยยื่นละมอมในปีใดยื่นต้องไปเลยพระองค์อธิษฐานโดยจำตัวพระองค์เขาจะบ่มราเพื่อการกิจการในอย่างสมรรถพระองค์ที่จำตัวพระองค์มันต้องจิตรานกับพงแต่รุ่นหนึ่งรายการกำลังรอสมองพระองค์มันพิจารณาแต่เลยกิจการมวยหนึ่งก็เอากิจการครอนแต่เช็คกิจการสำหรับนานามเนี่ยน้อยคือสำหรับทุกทีเนี่ยสำหรับอารมณ์เนี่ยดองพระองค์ในมันตอนเชื่อเลยพระองค์ละลอยที่ทำไมมาดองเตียส้มพิจารณาอัมพีอังเปรสุตรีอัมพีการสงครูระบบพองในยุคนี้มนเปตลับไปพนมเป็นเป็นชิมจังให้บางพระองค์มันต่อพิจารณาให้บางพระองค์จังตะคือเชื่อพระองค์สำหรับจะเชื่อพระองค์อาจสู้นอมันไทม์เพียรจมวยนังเนี่ยดักนอมเนี่ยรีบจอมเนี่ยไงได้สมบังพอมันครับชล้างไทยยังไอ้ทานมันจับสมบัติเอามาจ้างdan supaya lalu angkatดิฉันออกประคุณบอกออกประคุณมาดองหันมาดองเตียดอัมปีกิจการได้เปรียบเช่นจ้างพระองค์ต้องฟื้นในครั้งชีวิตยิ่งสมณะออกคนที่พิเศษสำหรับแผนการในเส้นสมพูระบาดของพระองค์
អរគុណសម្រាប់ព្រះគុណដែលព្រះអង្គផ្ដល់ឲ្យយើងខ្ញុំម្នាក់ដើម្បីឲ្យយើងខ្ញុំបានទទួលនូវសេចក្ដីសង្គ្រោះរួចចេញអំពីអំពើបាបមិនត្រឹមតែប៉ុណ្ណោះប៉ុន្តែព្រះអង្គបានដល់នៅកិច្ចការងារដ៏ពិសេសគឺការងារនៃការផ្សព្វផ្សាយព្រះម្ចាស់ឲ្យសូមឲ្យយើងខ្ញុំបានមើលឃើញអំពីកិច្ចការងារនៃការផ្សព្វផ្សាយនេះគឺជាឯកសិទ្ធិមួយតែព្រះអង្គបានហៅយើងខ្ញុំថាជាទូតតំណាងរបស់ព្រះគ្រីស្ទគឺជាឯកសិទ្ធិដ៏អស្ចារ្យជាទូតតំណាងនៃនគររបស់ព្រះអង្គព្រះម្ចាស់ឲ្យសូមព្រះអង្គបានផ្ដល់នូវភាពក្លាហានដល់យើងខ្ញុំក្នុងការនិយាយចែករំលែកទៅកាន់អ្នកដែលនៅជុំវិញយើងខ្ញុំសូមដកអស់ទាំងភាពខ្មាស់អៀនដកអស់ទាំងភាពភ័យខ្លាចប៉ុន្តែបំពេញយើងខ្ញុំដោយភាពក្លាហាននិងចិត្តក្បួនអាណិតទៅចំពោះមនុស្សជុំវិញយើងខ្ញុំដែលពួកគេមិនទាន់បានស្គាល់ព្រះគ្រីស្ទសូមប្រើប្រាស់យើងខ្ញុំព្រះអង្គយើងខ្ញុំទទួលស្គាល់ថាយើងខ្ញុំខ្សោយប៉ុន្តែយើងខ្ញុំពិតជាត្រូវការកម្លាំងមកសម្រាប់បងប្អូនដែលអត់ទាន់បានសម្រេចចិត្តជឿព្រះអង្គនៅឡើយនៅថ្ងៃនេះសូមព្រះអង្គបានធ្វើការនៅក្នុងដួងចិត្តរបស់ពួកគេម្នាក់ហើយពួកគាត់បានពិចារណាអំពីសេចក្តីសង្គ្រោះដែលមាននៅក្នុងអង្គព្រះសុភមង្គលខ្ញុំអរគុណព្រះអង្គដែលបានថ្វាយនៅគ្រប់ការក្នុងពេលនេះព្រះម្ចាស់គ្រីស្ទ Amen